បាទខ្ញុំសូមជម្រាបសួរបាទសួស្តីហើយថ្ងៃនេះបាទខ្ញុំលើករឿងមួយបាទយកមកទៅជែកលេងជាមួយនឹងបងប្អូនពីបញ្ហាកូនខ្មែរបាទកើតនៅឯស្រុកខ្មែរប៉ុន្តែអត់ចេះភាសាខ្មែរចេះភាសាបរទេសបាទដោយសារតែមានការសំណូមពររបស់បងស្រីម្នាក់បាទខ្ញុំមិននឹងបញ្ចេញឈ្មោះរបស់គាត់ហើយករណីដែលខ្ញុំចង់លើកមកនិយាយជាមួយនឹងបងប្អូនដោយសារតែមានការប៉ះពាល់បាទក្នុងក្រុមគ្រួសាររបស់ខ្ញុំដែរដូច្នេះខ្ញុំក៏ដូចជាត្រូវចិត្តបាទខ្ញុំមករៀបរាប់ឬក៏ទៅជែកលេងជាមួយនឹងបងប្អូនលក្ខណៈគេហៅថាមិនមែនស្ដីបន្ទោសឬក៏ក្នុងលក្ខណៈគេហៅថាមើលងាយមើលថោកអីទេប៉ុន្តែគ្រាន់លក្ខណៈគេហៅថាស្ថាបនាបាទហើយខ្ញុំសង្ឃឹមថាបងប្អូនប្រកាសជាបានជួបដូចខ្ញុំដែរក៏បងប្អូនប្រកាសជាមានបាទបងប្អូនកូនចៅនៅក្នុងគ្រួសារមិនខុសបាទក្រុមគ្រួសាររបស់ខ្ញុំក៏ដូចជាកូនចៅរបស់បងស្រីដែលគាត់មានការប៉ះពាល់ហើយគាត់មានធ្វើការសំណូមពរមកបាទដោយសារខ្ញុំធ្វើវីដេអូអញ្ចឹងទៅគាត់ក៏មិនហ៊ាននិយាយឬក៏គាត់ក៏ហៅថាមិនសូវបានយោបល់អីគាត់គិតថាខ្ញុំធ្វើជាវីដេអូគាត់សំណូមពរឲ្យខ្ញុំនិយាយនៅវីដេអូនោះមួយដូច្នេះបើសិនជាបងប្អូនបាទចាប់អារម្មណ៍ហើយក៏សូមមេត្តាបាទអធិស្ឋានមិនមែនលក្ខណៈគឺថាយើងយកមកនិយាយក្នុងការដែលយើងស្ដីបន្ទោសឬក៏ស្អីទេប៉ុន្តែក្នុងលក្ខណៈយើងស្ថាបនាហើយយើងយកមកទៅចែកលេងជាមួយនឹងគ្នាបាទក្នុងនាមយើងជាខ្មែរបាទយើងរក្សានៅគេហៅថាវប្បធម៌ប្រពៃណីអរិយធម៌របស់ខ្មែរយើងបាទអញ្ចឹងហើយយើងយកមកទៅចែកខ្ញុំគិតថាក៏វាបានផលប្រយោជន៍សម្រាប់បាទជាពិសេសគឺរូបខ្ញុំដែលខ្ញុំមានកូនក្មួយកើតនៅឯស្រុកខ្មែរដែរហើយក៏មានប៉ះពាល់បាទមកដល់រូបខ្ញុំចឹងដែរដូច្នេះខ្ញុំក៏ឯកភាពចឹងខ្ញុំក៏ធ្វើវីដេអូនេះឡើងដើម្បីយើងទៅចែកលេងក៏ធ្វើការផ្សព្វផ្សាយចែកជូនដល់បងប្អូនដើម្បីយើងចូលរួមបាទអញ្ចឹងហើយបើសិនជាបងប្អូនចាប់អារម្មណ៍សូមមេត្តាបាទតាមដានពីដើមទិសចប់ហើយសូមមេត្តាចុច like និង comment ឲ្យបានច្រើនដើម្បីយើងធ្វើការជាពិសេសគឺយើង share បាទបងប្អូនសូមមេត្តាជួយ share វីដេអូនេះផងដើម្បីឲ្យបងប្អូនដែលគាត់មានការប៉ះពាល់ឬគាត់មានការយោបល់យ៉ាងម៉េចឬក៏គាត់គិតថាបាទវាជាការល្អសម្រាប់នៅក្នុងក្រុមគ្រួសាររបស់គាត់ឬក៏វាមិនល្អសម្រាប់នៅក្នុងក្រុមគ្រួសាររបស់គាត់ដូច្នេះហើយខ្ញុំបាទសំណូមពរសូមមេត្តាបងប្អូនបាទមេត្តាបញ្ចេញមតិឬក៏បញ្ចេញយោបល់ comment ឲ្យបានច្រើនបាទខ្ញុំសូមថ្លែងអំណរគុណបាទដូចមានបងស្រីបាទម្នាក់ដែលគាត់រស់នៅឯប្រទេសក្រៅដូចខ្ញុំដែរគាត់ធ្វើការសំណូមពរដូចខ្ញុំបានជម្រាបបងប្អូនពីខាងដើមដោយសារគាត់មានកូនក្មួយរបស់គាត់បាទគឺថាមកលេងនៅឯប្រទេសបាទនៅឯខាងក្រៅដែលគាត់រស់នៅបាទដូចជារូបខ្ញុំបាទគឺខ្ញុំមានកូនក្មួយបាទឪពុកមាហើយក៏ក្មួយដែលថាមកលេងនៅឯប្រទេសឡម៉ង់ចឹងទៅក៏មានការប៉ះពាល់ក៏មានការប៉ះទង្គិចដូចជារូបបាទបងស្រីចឹងដែរបាទអញ្ចឹងទៅក៏បានទៅជែកបានពិភាក្សាជាមួយនឹងគាត់ទៅបាទខ្ញុំក៏ធ្វើវីដេអូនេះមួយឡើងបាទនិយាយរួមគឺថាខ្ញុំក៏បានឃើញច្រើនហើយខ្ញុំបានទៅលេងឯស្រុកខ្មែរដោយយើងមានការផលវិបាកជាពិសេសគឺបងប្អូនប្រជាពលរដ្ឋបាទគឺមិនច្រើនទេបាទគឺថាភាគតិចដែលខ្ញុំបានជួបប៉ុន្តែខ្ញុំសង្ឃឹមថាប្រកាសជាបងប្អូនបានកំណត់ឬក៏កត់ត្រាដូចជារូបខ្ញុំដែលបានជួបអញ្ចឹងដែរបាទជាពិសេសគឺបងប្អូនកូនចៅកូនក្មួយរបស់យើងកូនក្មួយរបស់ខ្ញុំបាននៅឯប្រទេសកម្ពុជាដែលគាត់ធំធាត់បាទកើតមកគឺថាបានចូលសាលាគឺថាសាលាអន្តរជាតិជាពិសេសគឺសាលាដែលគេហៅថាទៅរៀនចំណេះជំនាញបាទគឺថាអត់ឆ្លងកាត់សាលារដ្ឋទៅចូលរៀនសាលាឯកជនបាទដែលមានគ្រូបង្វឹកឬក៏គ្រូបង្រៀនបាទមកពីប្រទេសក្រៅដូចជាប្រទេសអាមេរិកឬប្រទេសបារាំងអង់គ្លេសឬក៏អូស្ត្រាលីអីហូហែបងប្អូនទៅបាទដែលបានឃើញបានតាមដានទាំងអស់គ្នានៅសាលាឯកជននៅប្រទេសខ្មែរហើយដល់អញ្ចឹងទៅបងប្អូនប្រជាពលរដ្ឋបាទច្រើនមិនថាបាទអ្នកមានឬក៏អ្នកដែលគាត់មានធនធានឬគាត់មានប្រកាសហ្នឹងគាត់យកឧបត្ថម្ភទៅឲ្យកូនចៅរៀនបាទហៅថាសាលាអន្តរជាតិអីខ្ញុំមិនសូវជាស្គាល់ឈ្មោះបាទសាលានៅឯស្រុកខ្មែរដែលគេរៀនបាទជាភាសាអង់គ្លេសសុទ្ធហ្មងគាត់ថាមានចំណេះជំនាញបាទមុខវិជ្ជាទូទៅដូចយើងនៅឯសាលារដ្ឋអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅបាទគឺថាមានការធ្លាស់ធ្លោយបាទដោយសារគាត់ពីក្មេងទៅបាទសាលាមត្តេយ្យអញ្ចឹងទៅរហូតដល់ថ្នាក់ទី1ទី2ទី3រហូតដល់ថ្នាក់បញ្ចប់អញ្ចឹងគឺថាភាសាអង់គ្លេសសុទ្ធគ្រូអង់គ្លេសគ្រូបារាំងគ្រូអីហូហែទៅតាមចំណេះជំនាញបាទទៅតាមសាលានីមួយៗអញ្ចឹងណាដល់អញ្ចឹងទៅវាមានការបាទកង្វះខាតបាទភាសាខ្មែរឧទាហរណ៍បាទដូចជាក្មួយបងស្រីដែលខ្ញុំរៀបរាប់ចែកជូនដល់បងប្អូនហើយក៏ក្មួយខ្ញុំដែលគាត់បាទមកលេងឯប្រទេសអាល្លឺម៉ង់ក៏ខ្ញុំមានការលំបាកមែនទែនបងប្អូនដោយថាទី1គឺបញ្ហារឿងថាក្មេងៗបាទក្មួយរបស់ខ្ញុំកើតនៅឯស្រុកខ្មែរបាទហើយដល់ពេលគាត់មកលេងនៅប្រទេសអាល្លឺម៉ង់គឺវាត្រូវការអ្នកបកប្រែខ្ញុំត្រូវការសួរនាំគាត់ដោយសារទីពិសេសគឺនៅពេលណាដែលកូនបាទហើយបញ្ហារឿងកូនចៅបាទដែលនៅប្រទេសអាល្លឺម៉ង់បាទកូនចៅរបស់ខ្ញុំក៏អត់មានបញ្ហាដោយសារនៅប្រទេសអាល្លឺម៉ង់នៅពេលណាដែលគេបាទកម្មវិធីការសិក្សារបស់គេចាប់ពីថ្នាក់ទីបាទ5ទៅឬក៏ទី4ទៅហូហែទៅគឺថាគេមានបញ្ចូលនៅភាសាអង់គ្លេសដូច្នេះវាអត់មានការប៉ះពាល់អត់មានការប៉ះពាល់គេអាច conversation បាទអាច
សន្តានារវាងក្មួយឬក៏ចដូនមួយអីបានអត់មានបញ្ហាណាប៉ុន្តែចំពោះបាទឪពុកម្ដាយខ្លះក៏អត់ចេះភាសាអង់គ្លេសដូចជារូបខ្ញុំបាទខ្ញុំមិនសូវជាបញ្ហាចុះដូចថាយើងមានការចេះដឹងខ្លះភាសាអង់គ្លេសដូច្នេះកូនក្មួយយើងអាចទៅចែកលេងជាមួយគេហៅថាបង្ហាញភាពស្និទ្ធស្នាលរវាងអង់គ្លេសហើយនឹងអីចឹងហោហាយចឹងទៅហើយសម្រាប់ខ្ញុំគឺថាយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបងប្អូនបាទចំពោះក្មេងៗដែលយើងមកលេងហើយមានការកង្វះខាតភាសាគឺថាគ្មានការយល់ដឹងជាភាសាខ្មែរនិយាយជាភាសាបាទអង់គ្លេសអីហោហាយចឹងទៅដូច្នេះវាខ្ញុំដូចជាមិនថាអស់សម័យប៉ុន្តែខ្ញុំមានការដូចថាវាអឺខ្ញុំនិយាយដល់សិទ្ធិចរិតបាទចេញពីបេះដូងថាវាមានការសោកស្ដាយបាទខ្ញុំសោកស្ដាយយ៉ាងខ្លាំងដែលថាទី1ករណីបងប្អូនបាទកូនចៅដែលយើងកើតនៅប្រទេសខ្មែរបាទគឺថាដាច់ខាតភាសាខ្មែរយើងត្រូវតែចេះភាសាខ្មែរបងប្អូនបាទភាសាគឺភាសាជាតិរបស់យើងហើយភាសាអង់គ្លេសបាទទោះបីយើងទៅសិក្សារៀនសូត្រចំណេះចំណេញក្នុងសាលាអន្តរជាតិប៉ុន្តែយើងដាច់ខាតរក្សាបាទភាសាខ្មែរត្រូវតែយើងចេះបាទត្រូវតែយើងចេះដាច់ខាតដោយសារបាទខ្ញុំមករស់នៅនេះជិត40ឆ្នាំបងប្អូនប៉ុន្តែចំពោះកូនចៅរបស់ខ្ញុំបាទខ្ញុំអប់រំជាលក្ខណៈគេហៅថាខ្មែរបងប្អូនគាត់ថាពីតូចឡើងមកទោះបីនៅពេលណាវាមានការកង្វះខាតបាទការសិក្សារៀនសូត្រផ្នែកវេយ្យាករណ៍ឬក៏ផ្នែកស្អីក៏ដោយប៉ុន្តែយើងបានបង្វឹកកូនបាទកខគខងឬក៏1 2 3អីហោហែគឺថាឲ្យមានការចេះដឹងពីតូចហើយជាពិសេសគឺភាសាខ្មែរនៅផ្ទះហ្នឹងគឺថាខ្ញុំដាច់ខាតត្រូវតែនិយាយភាសាខ្មែរមានបងប្អូនប្រជាពលរដ្ឋអាល្លឺម៉ង់ច្រើនណាស់គេស្អីបន្ទោសខ្ញុំថាអ្នកឯងកូនចៅបាទកើតនៅឯស្រុកអាល្លឺម៉ង់បាទរស់នៅឯប្រទេសអាល្លឺម៉ង់គឺអីអ្នកឯងនៅផ្ទះនិយាយភាសាខ្មែរជាមួយនឹងកូនមិនព្រមនិយាយភាសាអាល្លឺម៉ង់អីចឹងហើយយើងបាទកាន់ប៉ាសពតបាទអាល្លឺម៉ង់ទៀតបាទដូច្នេះយើងនិយាយភាសាខ្មែរនឹងហើយធ្វើឲ្យកូនមានការខ្វះខាតឬក៏រៀនមិនទាន់គេផ្នែកភាសាអាល្លឺម៉ង់អញ្ចឹងណាប៉ុន្តែគឺខ្ញុំប្រឆាំងដាច់ខាតបងប្អូនក្នុងនាមខ្ញុំជាខ្មែរទោះបីខ្ញុំមករស់នៅឯប្រទេសបាទជិត40ឆ្នាំនៅឯប្រទេសក្រៅក៏ដោយប៉ុន្តែខ្ញុំរក្សាដូចខ្ញុំធ្លាប់ធ្វើវីដេអូប្រពៃណីវប្បធម៌អរិយធម៌បាទទំនៀមទម្លាប់បាទគឺថាក្មេងនឹងដើរកាត់ចាស់ត្រូវបើសិនជាអាចអោនបានគឺយើងអោនគោរពទៀតបាទគឺថាយើងត្រូវការស្គាល់ទៀបស្គាល់ខ្ពស់ស្គាល់ចាស់ស្គាល់ទុំស្គាល់ពីវប្បធម៌របស់ខ្មែរអ្វីទៅការទំនៀមទម្លាប់បាទរបស់ខ្មែរគឺខ្ញុំបង្ហាត់បង្ហាញកូនគឺយើងបញ្យលក្រៅម៉ោងការសិក្សាជាពិសេសនៅពេលល្ងាចដែលយើងអង្គុយមើលទូរទស្សន៍ជុំគ្នាអញ្ចឹងណាបងប្អូនហើយខ្ញុំគឺថារក្សាដាច់ខាតបាទភាសាខ្មែរគឺថាខ្ញុំនិយាយរហូតឲ្យកូនបាទហើយដល់ពេលអញ្ចឹងខ្ញុំអត់មានបញ្ហាដោយខ្ញុំគិតថាទី1ភាសាគឺភាសាទី1គឺភាសាជាតិទី2គឺភាសារបស់យើងជាខ្មែរបាទឪពុកម្ដាយយើងមកពីប្រទេសខ្មែរហើយបើសិនជាយើងមិននិយាយភាសាខ្មែរគឺវាបាត់ភាសាមួយបាត់ហើយយើងចេះតែភាសាអាល្លឺម៉ង់ភាសាអង់គ្លេសភាសាអេស្ប៉ាញដែលយើងរៀននៅតាមរឿងភាសាអាល្លឺម៉ង់គឺវាអូតូម៉ាទិកបងប្អូនខ្ញុំគិតថាអូតូម៉ាទិកដោយសារទី1គឺការរស់នៅក្នុងសង្គមប្រទេសអាល្លឺម៉ង់គឺប្រើភាសាអាល្លឺម៉ង់បាទទៅមើលកុនអាល្លឺម៉ង់ទៅណាអាល្លឺម៉ង់មិត្តភ័ក្តិរបស់គេនៅខាងក្រៅសុទ្ធតែអាល្លឺម៉ង់ដូច្នេះគឺភាសាខ្មែរគឺដាច់ខាតយើងត្រូវមិនចោលព្រោះយើងបាត់ភាសាមួយគឺភាសាជាតិរបស់យើងហើយជាពិសេសគឺភាសារបស់ឪពុកម្ដាយរបស់យើងហើយម្យ៉ាងទៀតបាទខ្ញុំគិតថានៅពេលណាដែលបងប្អូនកូនចៅបាទក្រុមគ្រួសាររបស់ខ្ញុំទៅលេងឯស្រុកខ្មែរបាទគឺថាបងប្អូនកូនចៅរបស់យើងទាំងអស់ដែលកើតនៅឯស្រុកអាល្លឺម៉ង់នេះយើងទៅលេងឯស្រុកខ្មែរគឺយើងអត់មានការផលវិបាកអត់មានការប៉ះពាល់ទេបងប្អូនគឺថាយើងកូនចៅគឺថាយើងមានការទៅចែកលេងជាមួយនឹងបងប្អូនចដូនមួយឬក៏បងប្អូនបាទចទួតលួតលាអីនៅឯស្រុកខ្មែរគឺយើងមិនបាច់ត្រូវការឪពុកបកប្រែបាទភាសាអាល្លឺម៉ង់ឬក៏ភាសាអីទៅជាភាសាខ្មែរឬក៏ភាសាខ្មែរមកភាសាអាល្លឺម៉ង់អញ្ចឹងគឺថានិយាយជាភាសាខ្មែរគឺថាមានការងាយស្រួលមែនទែនបងប្អូនហើយវាមិនបាត់បង់បាទភាសាផងភាសាមួយគឺភាសាមួយភាសាពីរគឺភាសាពីរភាសា3គឺភាសា3បងប្អូននៅពេលណាយើងអត់ចេះភាសាខ្មែរវាដូចបាត់ភាសាមួយហើយភាសាជាតិរបស់យើងទៀតខ្ញុំគិតថាអញ្ចឹងណាចំពោះខ្ញុំគឺថាបើសិនជាភាសាដែលខ្ញុំអាចរៀនបានច្រើនកាលណាគឺល្អកាលហ្នឹងជាពិសេសគឺពេលដែលយើងធ្វើការជាមួយនឹងបុគ្គលិកបាទមកពីប្រទេសសូវៀតប៉ូឡូញឆេកូស្លូវ៉ាកៃគឺយើងសិក្សារៀនសូត្របាទទោះបីថាយើងមិនចេះច្រើនប៉ុន្តែយើងមានការយល់គ្នាសូវៀតបន្តិចទៅបាទវៀតណាមបន្តិចទៅចិនបន្តិចទៅអង់គ្លេសបន្តិចទៅអាល្លឺម៉ង់បន្តិចទៅគឺថាធ្វើម៉េចបាទឲ្យវាកើនហើយជាពិសេសគឺដាច់ខាតដូចខ្ញុំជម្រាបបងប្អូនពីខាងដើមខ្ញុំរក្សាបាទប្រពៃណីមិនខុសពីបងស្រីដែលគាត់សំណូមពរខ្ញុំបាទឲ្យខ្ញុំនិយាយជាវីដេអូនឹងដើម្បីចែកចាយដល់បងប្អូនកូនចៅដែលគាត់មានការមិនមែនគាត់មានការឈឺចាប់ប៉ុន្តែគាត់មានការសង្វែកនៅពេលណាដែលកូនក្មេងកើតនៅឯស្រុកខ្មែរបាទធំធាត់នៅឯស្រុកខ្មែរផ្ទុយទៅវិញអត់ចេះភាសាជាតិអត់ចេះភាសាខ្លួនណាបាទភាសាខ្មែរគឺថានិយាយតែភាសាអង់គ្លេសជាមួយនឹងកូនក្មួយនៅឯប្រទេសអាល្លឺម៉ង់ឬកូនក្មួយនៅ
ប្រទេសដែលគាត់រស់នៅបាទដូចជាហូឡង់អីយើងហូហែចឹងទៅដូច្នេះគាត់ថាគាត់អាហ្នឹងវាត្រូវចិត្តរបស់ខ្ញុំដែរបងប្អូនដោយសារកូនក្មួយខ្ញុំមកលេងវាថា oh I'm looking my brother I'm looking ហើយដល់ពេលចឹងវា what is your name what is វាយើងវាពិបាកបងប្អូនយើងពិបាកស្ដាប់ដោយសារគាត់មកពីស្រុកខ្មែរហើយខ្ញុំជឿជាក់បាទខ្ញុំជឿជាក់ឲ្យខ្ញុំសូមការគាំទ្រចំពោះបងប្អូនឪពុកម្ដាយបាទជាពិសេសគឺឪពុកម្ដាយខ្ញុំគាំទ្រ 100% ចំពោះគឺទៅពេលណាដែលកូនចៅកើតនៅស្រុកខ្មែរហើយយើងចេះជាភាសាគេហៅថាភាសាអន្តរជាតិភាសាអង់គ្លេសដែលវាចាំបាច់បំផុតបាទនៅឯសកលលោកជាពិសេសគឺប្រព័ន្ធ digital បច្ចុប្បន្នភាពគឺថាគេប្រើភាសាអង់គ្លេសទាំងអស់មិនថា software បាទមិនថាជីកប៉ាល់ហោះមិនថាទៅណាមកណាប្រព័ន្ធអេឡិចត្រូនិកគឺថាភាសាអង់គ្លេសទាំងអស់គឺថាយើងមោទនភាពនៅពេលដែលកូនចៅចេះភាសាអន្តរជាតិភាសាអង់គ្លេសគឺថាយើងមានមោទនភាពណាបងប្អូនប៉ុន្តែទោះបីយ៉ាងណាក៏ដោយបាទគឺថាយើងអាចចោលបាននៃភាសាជាតិភាសាខ្មែរនៅពេលណាដែលយើងហើយខ្ញុំមានជួបបងស្រីឬក៏បាទគាត់បាទខ្ទង់ប្រហែលជាលបាក់ខ្សែជាងវេលាអសកខ្មែរអញ្ចឹងដល់ពេលអញ្ចឹងគាត់មានមោទនភាពបាទគាត់និយាយប្រាប់ខ្ញុំថាគាត់បង្ហាញថាមើលខ្លួនឯងនិយាយជាមួយអ៊ុងខិលមកជាភាសាអង់គ្លេសអញ្ចឹងទៅហើយកូននឹងនិយាយប៉ៃឡាមខ្មែរអត់ច្បាស់ទេបងប្អូនហើយគាត់កើតនៅស្រុកខ្មែរដល់ពេលអញ្ចឹងទៅផ្ទុយទៅវិញគឺបងប្អូនកូនចៅដែលគាត់មានការគេហៅថាស្ទល់ភាសាឡម៉ង់ស្ទល់បានន័យថាគាត់មោទនភាពបាទនៅពេលដែលឃើញកូនក្មួយឬក៏កូនរបស់គាត់និយាយភាសាអង់គ្លេសសុទ្ធអត់និយាយភាសាខ្មែរអញ្ចឹងណាដល់ពេលអញ្ចឹងគឺសម្រាប់តែចំពោះរូបខ្ញុំដែលខ្ញុំរស់នៅឯប្រទេសក្រៅបាទខ្ញុំប្រឹងបាទសិក្សារៀនសូត្រឬក៏បង្វឹកកូនចៅដែលធំធាត់ដែលកើតនៅឯស្រុកគេគឺថាឲ្យចេះខ្មែរទោះបីថាច្បាស់មិនច្បាស់ទោះបីថាតឡាន់បាទយ៉ាងណាក៏ដោយប៉ុន្តែឲ្យមានការយល់ដឹងគឺថារវាងភាសារបស់ឪពុកម្ដាយដែលយើងពំនាំបាទទៅដល់ឯស្រុកខ្មែរទៅយើងអាចទៅជែកគ្នាទោះបីថាវាមិនច្បាស់វាតឡាន់ប៉ុន្តែមានការយល់ដឹងគ្នាបាទដោយសារយើងមិនបាច់ត្រូវការបងប្អូនឬក៏ឪពុកម្ដាយធ្វើការបកប្រែឲ្យគាត់អញ្ចឹងដល់ពេលគាត់ទៅលេងឯស្រុកខ្មែរគាត់ដើរទៅផ្សារថ្មីទៅគាត់ទៅត្នេះត្នោះជាមួយកូនក្មួយឬក៏ចដូនមួយចដូនមួយដូច្នេះវាមានការងាយស្រួលមែនទែនបងប្អូនអញ្ចឹងអាភាពសិក្សារវាងគេហៅថាភាសារបស់យើងគឺថាវាល្អជាងតែយើងនិយាយជាភាសាអង់គ្លេសហើយខ្ញុំគឺខ្ញុំប្រកាន់ខ្ជាប់បងប្អូនខ្ញុំសឹងថានិយាយប្រាប់បងប្អូនថាដាច់ខាតខ្ញុំអត់យកប្រពន្ធអាល្លឺម៉ង់ទោះបីខ្ញុំមានបទពិសោធន៍ច្រើនជាមួយនឹងជនជាតិអាល្លឺម៉ង់មកតាំងពីយើងសិក្សារៀនសូត្រយើងដាច់ខាតខ្ញុំឈរចំហទៅលើថាខ្ញុំយកគ្រួសារខ្មែរបាទគឺថាដាច់ខាតចឹងហ្មងគឺខ្ញុំនិយាយដាច់ខាតថាខ្ញុំស្រឡាញ់ខ្មែរបាទខ្ញុំរក្សាទោះបីថាពាក្យពេចន៍យើងបាទទោះបីថាខ្ញុំនិយាយនេះមិនមែនលក្ខណៈខ្ញុំបដិសេធថាឬក៏ធ្វើការតិទៀនដល់បងប្អូនប្រជាពលរដ្ឋបាទឲ្យគាត់មានគ្រួសារជាជនជាតិបរទេសបាទប្តីជាអាល្លឺម៉ង់ឬក៏ប្រពន្ធជាអាល្លឺម៉ង់មិនមែនអញ្ចឹងទេប៉ុន្តែគឺថាបងប្អូនប្រជាពលរដ្ឋអាល្លឺម៉ង់ដែលយើងបានមិនថាសាសជាតិណាទេគឺថាឲ្យយើងស្គាល់ចិត្តដោយសារយើងស្គាល់ចិត្តស្គាល់ថ្លើមការរស់នៅចុះសម្រុងនឹងគ្នាយើងមានសេចក្តីសុខបាទយើងមានសុភមង្គលល្អគឺល្អណាស់បាទខ្ញុំក៏បានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងច្រើនដែលរស់នៅឯប្រទេសអាល្លឺម៉ង់គឺថាគាត់បានសុខដុមរមនាបាទគាត់មានប្តីអាល្លឺម៉ង់អីចឹងទៅមានការបាទសុភមង្គលការយល់ដឹងការអីហោហែគោរពសិទ្ធិនារីគោរពសិទ្ធិបរិសុទ្ធអីចឹងហោហែគឺវាល្អប៉ុន្តែចំពោះតែរូបខ្ញុំម្នាក់បាទគឺថាបើកវងកញ្ចក់បិទវងកញ្ចក់ចំពោះរូបខ្ញុំគឺខ្ញុំស្រឡាញ់ខ្មែរបងប្អូនខ្ញុំស្រឡាញ់ខ្មែរជាពិសេសនៅពេលដែលខ្ញុំធ្វើក្នុងការគេហៅថាសមាគមបាទគឺលក្ខណៈដែលយើងធ្វើពិធីកទៅយើងនិយាយពីរបាំខ្មែរយើងធ្វើការរៀបរាប់ចែកជូនដល់កូនចៅដែលគាត់រស់នៅឯស្រុកអាល្លឺម៉ង់ធំធាត់ទៅគាត់បានឮនៅពាក្យពេចន៍ដែលយើងរៀបរាប់បាទរបាំខ្មែរវាមានអត្ថន័យអញ្ចេះឬក៏អីចឹងហោហែទំនៀមទម្លាប់បាទអរិយធម៌វប្បធម៌របស់ខ្មែរគឺថាយើងសប្បាយចិត្តនឹងរៀបរាប់ដល់កូនចៅនៅពេលដែលយើងស្លាប់ទៅបាទគឺថាគាត់នឹងឲ្យនៅឯប្រទេសអាល្លឺម៉ង់គាត់បានដឹងបានឮថារបៀបរបបខ្មែរគេរស់អញ្ចេះបាទគឺថាកុំឲ្យបាត់កុំឲ្យខ្សាត់កុំឲ្យព្រាត់នៅគេហៅថាអរិយធម៌វប្បធម៌របស់ខ្មែរអាហ្នឹងគឺចិត្តរបស់ខ្ញុំគឺខ្ញុំចង់អញ្ចឹងបងប្អូនប៉ុន្តែចំពោះបងប្អូនដែលមានអារម្មណ៍យ៉ាងណាបាទខុសពីខ្ញុំសូមមេត្តាបាទកុំជេរកុំខឹងកុំស្ដីនឹងខ្ញុំបាទខ្ញុំនិយាយនេះគឺអ្វីដែលការពិតបាទដោយសារខ្ញុំជួបផ្ទាល់ហើយបងស្រីគាត់ធ្វើការសំណូមពរដោយសារគាត់ជួបផ្ទាល់ដែរហើយខ្ញុំគឺដូចខ្ញុំនិយាយខាងដើមបាទកូនក្មួយមកគឺនិយាយភាសាអង់គ្លេសទាំងអស់ហើយឪពុកម្ដាយគាត់បាទគាត់ធម្មតាគាត់ដូចថាគាត់សប្បាយចិត្តនៅពេលដែលកូនអាចអាឡម៉ង់គេហៅថាភាសាជាមួយនឹងចដូនមួយជាមួយនឹងអីចឹងទៅបាទនិយាយជាភាសាអង់គ្លេសទៅមកហើយចំពោះបងប្អូនកូនចៅដែលគាត់ធំធាត់នៅឯស្រុកអាឡម៉ង់គឺអត់បញ្ហាទេគឺថាគេចេះភាសាអង់គ្លេសគ្រប់គ្នាបាទគឺថាគ្រប់គ្នាអត់មានបញ្ហាទេកូនខ្ញុំនោះអង់គ្លេសបើយើងនិយាយបិទវាំងណូនោះគឺស្មាតទោសយើងមិនមែននិយាយអួតថាយើង
mình thay chỉ côn khmer cứ thà ong lên cứ lia mong hay bà hay có thui ca nữa ấy bát tê cào là hốt đòi chân tư bà cứ thà ở miền Bắc nhà hà bàn tay dương sau đai bà bàn tay côn nhóm phía xa khmer cứ bát đằng ở bà cứ thà tụi bây giờ lắn bàn tay dul kia nhưng ai telephone thì chơi cho môi côn si chầm rơi phía xa khmer dương ở miền Bắc nhà hà dương bánh gì phía xa là món á bong phốn bàn tay dương sau đai bà nó bên này côn chào dương cọt nữa ấy sọc khmer hay dương ọt chạy khmer dương chạy phía xa ong lấy bắt phía xa mùi hay phía xa chiết phía xa cầm nát bỏ bụng mặt lại rồi tiệt bà được chếtยังchết thì sao ông lệมวยนั่งจังนะบองปอนbàจังให้ขยมสมนมปอbàดอยบองปอนให้bàจังขยมสมบรรจบในวิดีโอปนนั่งให้ขยมสมจัวรวมจำนายbàធ្វើការសបសាឬក៏ធ្វើការចែកជូននៅអ្វីដែលខ្ញុំជួបបាទនៅក្នុងនាមខ្ញុំមតិឬក៏យោបល់របស់ខ្ញុំទេបើសិនជាបងប្អូនមានការយល់ដឹងឬក៏មានការអារម្មណ៍ឬក៏ស្អីខុសពីខ្ញុំសូមមេត្តា comment សូមមេត្តាតិទៀនខ្ញុំចាស់បាទខ្ញុំអត់ខឹងប៉ុន្តែអានេះជាគំនិតជាយោបល់របស់ខ្ញុំគិតថាអានឹងវាជាអត្ថប្រយោជន៍ដូចខ្ញុំជំរាបខាងដើមនៅពេលណាដែលយើងចេះភាសាខ្មែរបាទរស់នៅឯប្រទេសឡម៉ង់កូនកើតនៅឡម៉ង់ធំមកចេះភាសាខ្មែររឿងភាសាឡម៉ង់គឺអូតូម៉ាទិកបាទហើយយើងទៅឯស្រុកខ្មែរបាទយើងទៅឯប្រទេសបារាំងយើងទៅអាមេរិកទៅអូស្ត្រាលីដែលយើងជួបជុំបាទកូនចៅដែលគាត់ទៅលេងបងប្អូនគាត់នៅឯប្រទេសក្រៅនេះដែលយើងមានការហៅថា connect ឬក៏ប្រព័ន្ធបងប្អូនដែលយើងរស់នៅអូស្ត្រាលីឬក៏ទៅអាមេរិកអញ្ចឹងនិយាយជាភាសាខ្មែរបាទខ្មែរអញ្ចឹងទៅចំណាយើងនិយាយជាអង់គ្លេសអញ្ចឹងទៅឬក៏យើងនិយាយជាភាសាបារាំងវាមិនបញ្ហាចុះប៉ុន្តែយើងចេះខ្មែរអានឹងគឺសំខាន់ណាស់ជាពិសេសគឺទៅស្រុកខ្មែរតែម្ដងបាទយើងប្រាប់ទៅបាទអូអានេះចេះទៅបាទសៀមរាបអីចឹងទៅអានេះខេត្តបាត់ដំបងអញ្ចឹងរៀបរាប់ប្រាប់កូនពីវប្បធម៌អរិយធម៌អីខេត្តនីមួយៗគឺថាគេយល់ហើយដល់ពេលអញ្ចឹងវាស៊ីជម្រៅហើយខ្ញុំក៏បាទខ្ញុំអ្វីដែលខ្ញុំបានដូចថាយើងផ្ដល់ទៅឲ្យកូននៅភាសាដែលចេះភាសាខ្មែរអញ្ចឹងទៅហើយយើងអត់មានការផលវិបាកនៅពេលដែលយើងជួបជាមួយនឹងខ្មែរអញ្ចឹងបងប្អូនយើងអត់ត្រូវការអ្នកបកប្រែអញ្ចឹងហើយខ្ញុំសូមចូលរួមប៉ុណ្ណឹងហើយបើបងប្អូនបានមានការអារម្មណ៍ឬក៏គំនិតខុសពីខ្ញុំបាទនេះគ្រាន់តែយើងលក្ខណៈគេហៅថាយើងលើកមកទៅចែកអ្វីដែលខ្ញុំបានជួបអ្វីដែលបងស្រីហើយដល់ពេលអញ្ចឹងទៅខ្ញុំគិតថាធ្វើវីដេអូនេះមួយឡើងទៅបាទដើម្បីឲ្យបងប្អូនបានជ្រាបហើយបើសិនជាបងប្អូនបានឮឬក៏បានឃើញឬក៏បានប៉ះពាល់ដូចជារូបខ្ញុំឬក៏បងស្រីដែលគាត់ចង់និយាយចែកជូនដល់បងប្អូនដែរបាទសូមមេត្តាជួយបាទ comment ហើយនឹងបាទ like និង share វីដេអូរបស់ខ្ញុំផងបាទហើយខ្ញុំសូមជម្រាបលាបាទសាជាថ្មីហើយសូមមេត្តាខន្តីអភ័យទោសបាទបើសិនមានការខុសឆ្គងក្នុងការបាទនិយាយស្ដីរបស់ខ្ញុំបាទសូមអរគុណច្រើនហើយយើងជួបនៅវីដេអូក្រោយទៀតបាទសូមជម្រាបលាបាទ